បាទអរុនសួស្តីពេលព្រឹកពុកម៉ែបងប្អូនអ៊ំពុំមីងទាំងអស់គ្នាក៏ដូចជា Good morning everyone បាទហើយឥឡូវនេះបាទយើងបន្តដំណើរចេញទៅខាងខេត្តរតនគិរីឥឡូវបន្តដំណើរទៅទៀតបងប្អូនទាំងអស់គ្នាហើយទស្សនវិជ្ជាពេលព្រឹកនៅបាទកន្លែងយើងមូលអូប៉ុងមន់នេះដូចជាស្ងប់ស្ងាត់ដែរទេព្រោះមានបងប្អូនយើងធ្វើដំណើរច្រើនលេខលេខកន្លែងសម្រាប់យកមិញនៅហ្នឹងកន្លែងហ្នឹងហើយឥឡូវយើងធ្វើបបែកឡើងទៅខាងរតនគិរីបន្តទៀតហើយឃើញថាទស្សនវិជ្ជាពេលព្រឹកនៅខាងស្ទឹងតែងឡើងអូប៉ុងមន់នេះមានស្ងប់ស្ងាត់ដែរបងប្អូនហើយបងប្អូនមកលើម៉ោងប៉ុន្មានទេបងម៉ោងប៉ុន្មានហើយម៉ោង7:36នាទីពេលព្រឹកបាទនៅបងប្អូនមកកយគុណទស្សនវិជ្ជាទេសភាពតាមដងផ្លូវដែលយើងធ្វើដំណើរទៅទាំងអស់គ្នាហ្មងបាទទស្សនាតាមផ្លូវនេះទៅខាងរតនគិរីហើយចំពោះខ្ញុំពីអ្នកបុនសុផាតលើកទី1ដែលទៅខេត្តរតនគិរីហើយពេលចឹងទៅចំពោះទីតាំងភូមិសាស្ត្រមិនសូវជាស្គាល់ច្បាស់ទេប៉ុន្តែគាត់តាមផ្លូវនេះបងប្អូនអ៊ំពុំមីងតែគាត់ធ្វើដំណើរតាមនេះគាត់ស្គាល់អីគាត់អាច comment នៅក្នុងវីដេអូបានហើយបងប្អូនដែលមិនធ្លាប់បានទៅរតនគិរីដូចគ្នាបងប្អូនទស្សនាវីដេអូនេះនឹងទទួលបានបាទកន្លែងដែលខ្ញុំថតនេះនឹងចំណាំងបាទហើយឃើញថាទស្សនវិជ្ជានៅតាមដងផ្លូវបាទគឺមានដើមកស៊ូដើមចន្ទីហើយដំណាំភោផលបងប្អូនយើងវិជាកសិករគាត់ដាំមានស្វាយមានផ្លែឈើផ្សេងៗជាច្រើនហើយមានដើមចេកដើមអីហើយមិនសូវជានេះប្រហែលទេបងប្អូនអត់សូវជំនាញបងប្អូនយើងធ្វើដំណើរផ្លូវនឹងច្រើនមែនទេឃើញយូរមកមួយហើយថ្មនេះមានតែកន្លែងលក់ដូរតិចតួចទេបើតាមផ្ទះវិញគឺស្ងាត់អស់មើលពីកន្លែងនេះស្អាតមែនតើបងប្អូនបាទដោយសារមានភ្នំនេះបងប្អូនមើលទៅគោលភ្នំទូចយកឲ្យទៅមើលចេះមើលពីលើហ្នឹងទៅស្រស់ស្អាតមែនតើតែក្បាំងដើមឈើទេបងប្អូនកន្លែងនេះអែមកបងប្អូនទាំងអស់គ្នាទេសភាពធម្មជាតិតែបងប្អូនស្អាតមែនតើបាទសេសាននេះអូដាក់សេសាននេះបងប្អូនបាទពេញបងបាទភាសាគេច្រើននៅតាមខេត្តបាទតាមអ្នកធ្វើចំការអញ្ចឹងគឺព្រឹកឡើងបាទភ្លឺមិនទាន់ទេគឺអ៊ំពូមីងពួកគាត់ចេញដំណើរទៅធ្វើចំការបាទទៅផ្សេងយេទីបំផុតយើងមកដល់ខេត្តស្ទឹងត្រែងហើយចង់និយាយថាមើលទីសភាពទស្សនភាពបងប្អូនទាំងអស់គ្នាម៉ែអើយញាក់សាច់បងនិយាយនេះធម្មជាតិខៀវខ្ចីបងប្អូនទាំងអស់គ្នាតោះទៅទស្សនាជាមួយខ្ញុំបានប្រធានយូរបន្តទៀត